ជំរាបសួរអ្នកគ្រូនៅសួស្តីមិត្តភក្តិទាំងគ្នាខ្ញុំបាទសាវីសុភាវឌ្ឍនៈថ្ងៃនេះខ្ញុំនឹងមកធ្វើកំណាព្យមួយឲ្យអ្នកគ្រូនឹងសិស្សនិស្សិតទាំងអស់បានស្ដាប់បំតាមជំនឿព្រះពុទ្ធសាសនាបទព្រហ្មកិច្ចប្រទិញកម្ពុជារៀបប្រជាស្ដេចមន្ត្រីធ្វើបុណ្យទាំងប្រុសស្រីដូចតូចធំក្តីតាមសទ្ធាបុណ្យតាមពុទ្ធសាសនាមានបុណ្យផ្ការួមសាមគ្គីកសាងកុដិវិហារធ្វើខ្លងទ្វារឬចែកដីខ្ញុំបានបុណ្យមួយទៀតខំគ្មានហើយលើកលែងកាន់បិណ្ឌទាំងប្រុសស្រីជាទ្រឹស្ដីពុទ្ធសាសនាជាបុណ្យជូនកុសលជូនមគ្គផលដល់ដូនតាដែលបានចូលសង្ខារចាក់លោកាទទួលយកឯបុណ្យចូលឆ្នាំថ្មីនាំសេរីសួស្ដីមកនាំគ្នាបោះចម្រងហើយរុនរងរៀបការភ្ញីថ្លៃធ្វើសានទេវតាថែមលូកស្លានិងវារីចង់ហាន់ទុកទៀនភ្ញីក្រាបវ័នទេប្រកែនលោកអរគុណអ្នកគ្រូ